លោកគ្រូអេផ្ដាំទៅអ្នកចាក់បានកៈមហាម៉ាត់ឈ្នះឲ្យធ្វើរឿងមួយនេះបាទដូចយើងដឹងហើយថាកីឡាករឌីមសរមគឺជាកីឡាករពន្លកក្រោយដែលបានយកឈ្នះកីឡាករច្រើនរូបដែលជាពិសេសបានយកឈ្នះកូនសិស្សរបស់លោកគ្រូពេជ្រសុផាន់ដែលយើងស្គាល់ថាលោកគ្រូតូចគឺពេជ្រសង្ហៈហើយមិនត្រឹមតែប៉ុណ្ណោះទេក្រោយពីការបានឈ្នះកីឡាករពេជ្រសង្ហៈនេះមកក៏មានការចាប់គូរវាងកីឡាករឌីមសរមជាមួយនឹងកីឡាករប៉ែនកៈមហាម៉ាត់ដែលជាកីឡាករមួយរូបដែលពុំដែលស្គាល់ពាក្យថាចាញ់រយៈពេល25ប្រកួតចុងក្រោយនេះការប្រកួតមួយនេះក៏ហាក់បីដូចជាមានការទុះទាយពីបណ្ដាគ្រូផ្សេងជាច្រើនថាកីឡាករឌីមសរមឬក៏កីឡាករប៉ែនកៈមហាម៉ាត់ជាអ្នកឈ្នះនៅក្នុងការប្រកួតមួយនេះហើយតាមការវិភាគនោះគឺការបដិមតិគឺមានការផ្សេងគ្នាដោយខ្លះក៏គាំទ្រទៅលើប៉ែនកៈមហាម៉ាត់ថាអាចនឹងឈ្នះកីឡាករឌីមសរមហើយខ្លះទៀតក៏បានគាំទ្រទៅដល់កីឡាករឌីមសរមថានឹងអាចឈ្នះទៅលើកីឡាករប៉ែនកៈមហាម៉ាត់ត្រឹមតែប៉ុណ្ណោះទេក៏មានបងប្អូនអ្នកសារព័ត៌មានដែលខាងវិស័យកីឡាបដាគុណខ្មែររបស់យើងក៏បានទៅសួរពីចំណាប់អារម្មណ៍កីឡាករមុនពេលប្រកួតផងដែរដោយតាមវីដេអូនៃការសម្ភាសន៍របស់កីឡាករប៉ែនកៈមហាម៉ាត់ហាក់បីដូចជាបានឌឺដងទៅលើកីឡាករឌីមសរមខ្លះដែរព្រោះតែនៅពេលដែលគេសួរថាប៉ែនកៈមហាម៉ាត់ស្គាល់កីឡាករឌីមសរមដែរឬទេប៉ែនកៈមហាម៉ាត់ក៏បានឆ្លើយតបទៅវិញថាគឺរូបគេមិនដែលស្គាល់កីឡាករឌីមសរមនោះទេមិនត្រឹមតែប៉ុណ្ណោះក្រោយពីបានឃើញវីដេអូមួយនោះក៏មានបងប្អូនយើងទៅសម្ភាសន៍កីឡាករឌីមសរមហើយក៏ឌីមសរមបាននិយាយបែបនេះថាគេគឺជាកីឡាករដែលទឹមឡើងជាក្មេងពន្លកក្រោយហើយកីឡាករប៉ែនកៈមហាម៉ាត់ជាកីឡាករមួយរូបដែលខ្លាំងហើយក៏បានយកឈ្នះទៅលើគីឡូ51សឹងតែទាំងអស់ទៅហើយបន្ទាប់ពីនោះមកគេក៏បាននិយាយទៀតថាការប្រកួតនៅលើសង្វៀនមិនដឹងថាឈ្នះឬក៏ចាញ់នោះទេតែសំខាន់គឺរូបគេនឹងប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្រោយពីបានឃើញវីដេអូទាំងអស់នេះមកគឺក៏មានបងប្អូនយើងជាច្រើនបានទៅសម្ភាសន៍គ្រូអេដែលយើងដឹងហើយថាលោកគ្រូអេមួយរយៈនេះហាក់បីដូចជាមានមាត់ទឹបដោយក្នុងពេលថ្មីនោះគឺលោកគ្រូអេក៏បានទាយទៅដល់កីឡាករផ្សេងហើយក៏បានត្រូវតាមការទាយរបស់គាត់ផងដែរក៏គាត់បានទុះទាយថាកីឡាករឌីមសរមនឹងអាចឈ្នះកីឡាករប៉ែនកៈមហាម៉ាត់គឺគាត់បានឲ្យភាគរយ60%ទៅកីឡាករឌីមសរមហើយ40%ឲ្យទៅកីឡាករប៉ែនកៈមហាម៉ាត់ក្រោយពីបានឃើញវីដេអូនោះមកក៏មានបងប្អូនមហាជនយើងជាច្រើនបានចូលទៅខមមិនដោយថាកីឡាករប៉ែនកៈមហាម៉ាត់នឹងអាចយកឈ្នះកីឡាករឌីមសរម 100% បន្ទាប់ពីការប្រកួតពេញរយៈពេល3ទឹកយើងឃើញថាកីឡាករឌីមសរមនិងប៉ែនកៈមហាម៉ាត់ពិតជាបានបញ្ចេញអស់ពីសមត្ថភាពយកតែមែនតែនបងប្អូនដោយពីទឹក1ដល់ទឹក3ដូចជាមានភាពត្រឡងត្រសងគ្នាទៅវិញទៅមកនោះទេប៉ុន្តែឈានចូលដល់ទឹក4ទឹក5គេមើលឃើញថាកីឡាករឌីមសរមហាក់បីដូចជាមានតែមជាងកីឡាករប៉ែនកៈមហាម៉ាត់ដោយសារតែកីឡាករឌីមសរមហាក់បីដូចជាចាប់ក្បាច់របស់ប៉ែនកៈមហាម៉ាត់ទើបរូបគេប្រើយុទ្ធសាស្ត្រទាំងអស់នោះដោយការវាយចូលទៅដល់កីឡាករប៉ែនកៈមហាម៉ាត់ពេញតែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះទេកីឡាករប៉ែនកៈមហាម៉ាត់ក៏មានដុំពកនៅលើក្បាលធំផងដែរដោយសារតែកែងរបស់កីឡាករឌីមសរមបន្ទាប់ពីបានបញ្ចប់5ទឹកពេញក្រោយការប្រកួតនេះគឺកីឡាករឌីមសរមអាចយកឈ្នះកីឡាករប៉ែនកៈមហាម៉ាត់ដោយបន្ទុកក្រោយពីបានឈ្នះកីឡាករប៉ែនកៈមហាម៉ាត់នេះមកគឺលោកគ្រូអេក៏បានចេញវីដេអូមួយតាមរយៈបងអេដមីនរបស់យើងគឺគាត់បាននិយាយថាបងប្អូនដែលទុះទាយថាកីឡាករប៉ែនកៈមហាម៉ាត់នឹងអាចយកឈ្នះកីឡាករឌីមសរមនឹងដើរមិនស្លៀកសម្លៀកបំពាក់ទៅតាមខេត្តនោះក៏លោកគ្រូអេផ្ដាំថាឲ្យធ្វើតាមដូចមាត់ផងប្រសិនបើជាធ្វើមិនបានទេគួរតែចេញវីដេអូសុំទោសព្រោះនេះជាសម្ដីរបស់កូនប្រុសដែលនិយាយហើយគួរតែធ្វើ